ចាទៅផ្សារថ្ងៃនេះឃើញទាតូចហ្នឹងទាកាបគ្នាលក់លក់វាមិនដាច់មិនអីចឹងណាឃើញចង់ជួយតែងតែមិនដឹងធ្វើម្ហូបអីដើរទៅដើរមកនឹកឃើញហើយធ្វើទាតឹមទៅព្រមម្ហូបនឹងមិនដែលធ្វើឲ្យកូនញ៉ាំទេអញ្ចឹងដោយសារទាកាបសម្រាប់ខ្ញុំយល់ថាវារៀងធំក្លិនណាហើយសាច់វារៀងល្អិលអីចឹងទៅអញ្ចឹងខ្ញុំមុននឹងយកទៅធ្វើហ្នឹងខ្ញុំជៀនវាសិនដាក់ខ្លាញ់ជៀនវាសិនទៅជៀនវាឆ្អិនសិនទៅជៀនទានឹងត្រឡប់ទានឹងអីឲ្យរួចរាល់មើលថាវាឆ្អិនមកល្មមហើយបើឆ្អិនពេកក៏បានអីក៏បានដែរនិយាយទៅឲ្យតែបានជៀនវាឲ្យមកសមរម្យមកក្រៀមអីសិនទៅហើយចាំយើងចាត់ចែងយកវាទៅធ្វើម្ហូបធ្វើវាឲ្យបានឆ្ងាញ់ម្ដងមើលកុំឲ្យវាធំក្លិនទាតាមប៉ាតៃគោលបំណងសំខាន់គឺចឹងទេហើយពេលយើងជៀនវារួចចឹងទៅយើងយកទៅចំហុយវាអត់រលេះរលួយអីទៅណាទៀតហើយស្បែកវាហ្នឹងក៏រៀងក្របឆ្ងាញ់តាមឡើងទៅណាហើយគ្រឿងធ្វើមាន់តឹមទាតឹមហ្នឹងដូចតែគ្នាទេប៉ុណ្ណឹងឯងនេះហើយខ្ញុំថែមខ្ញីម្ដុំទៅព្រោះថាបើដាក់ច្រើនពេកក៏កូនខ្ញុំញ៉ាំអត់កើតដែរហើយដាក់តិចអញ្ចឹងទៅគាត់អត់ចាប់អារម្មណ៍ថាដាក់ខ្ញីទៀតហើយសណ្តែកដីយើងហ្នឹងលីងបសម្បកឲ្យស្អាតទៅហើយទៅសាច់ជ្រូក3ជាន់ដាក់ចិញ្ច្រាំដាក់កិនឲ្យម៉ត់ទៅហើយចំណែកឯនេះគឺជាកណ្ដុរនេះយើងអាចហាន់វាជាសរសៃឆ្មាល្អិតក៏បានដាក់វាឲ្យធំដូចខ្ញុំអញ្ចឹងទៅក៏បានដែរខ្ញុំចង់ញ៉ាំឲ្យវានៅក្របអញ្ចឹងណាអញ្ចឹងវាតាមចំណូលចិត្តរបស់យើងកុំឲ្យធ្វើទៅតាមតែយើងចង់បានលៃលោកតាមនឹងហើយបង្គាក្រៀមនេះវិញបង្គាមកក្រៀមនេះវិញខ្ញុំហាន់តាមលក្ខណៈបដោយយើងមើលទៅឃើញបដោយអញ្ចឹងតែការប៉ັດគឺហាន់ជាទៅទាំងសាច់មឹកហើយអញ្ចឹងពេលយើងយកទៅញ៉ាំអត់ស្វិតទេវាឡើងទៅជាក្របចង់ស្តៀងផ្សិតជាកដោដែរបាទហើយអូខេហើយខ្ញុំហាន់ឲ្យស្ដើងទៅជាសរសៃឆ្មាទៅប៉ុណ្ណឹងទៅពេលយើងច្បល់ចូលគ្រឿងទៅយើងញ៉ាំប៉ះខ្ញីនេះឈ្ងុយល្មមមកអ្នកអត់ដែលធ្វើម្ហូបអត់ដឹងថាដាក់ខ្ញីខ្ញុំសំដៅទៅលើកូនខ្ញុំណាហើយខ្ទឹមក្រហមហ្នឹងយើងហាន់ជាចំណិតស្ដើងដែរមកចង់ហាន់ក្រាស់ក៏ហាន់ទៅព្រោះចំហុយទៅវាផុយវាទន់ទៅដូចតែគ្នាទេចេញពណ៌ចេញរូបរាងហើយអញ្ចឹងយើងចាប់ផ្ដើមយកគ្រឿងក្រៅរបស់យើងទាំងអស់ហ្នឹងយកមកច្បល់ចូលគ្នាមកនេះហើយផ្សំគ្រឿងមកខ្ញុំអត់ភ្លេចដាក់ម្រេចបន្តិចទេកាត់ក្លិនហើយទឹកត្រីទឹកស៊ីអ៊ីវហ្នឹងប្រហែលជាមួយស្លាបព្រាបាយមិនដល់ទេកន្លះស្លាបព្រាបាយឬក៏មួយស្លាបព្រាបាយស្មើគ្នាទាំងអស់ទឹកត្រីទឹកស៊ីអ៊ីវប្រេងខ្យងដល់ពេលចាប់ផ្ដើមនួតឲ្យគាត់ហើយច្បាច់សិនមកច្បល់ចូលគ្នាឲ្យសព្វសិនមកនិយាយទៅយើងមិនបាច់ច្បាច់ចូលគ្នាឲ្យសព្វក៏បានដែរព្រោះវាគួរឲ្យឆ្អិនដូចតែគ្នាទេប៉ុន្តែរសជាតិវាអត់ដូចគ្នាពេលដែលយើងធ្វើឲ្យវាសព្វឲ្យវាចូលជាតិឲ្យហើយទេរសជាតិវាប្លែកតែនឹងអាក្បាច់តិចនឹងឯងនេះឲ្យវាទន់ឲ្យវាស្មើសិនមកឲ្យបងប្អូនចូលចិត្តដូចជារបៀបស្លឹកខ្ទឹមអីហ្នឹងក៏ឲ្យហាន់ថែមទៀតតាមចំណូលចិត្តទៅច្បល់សិនមកណាម្ហូបនេះខានធ្វើញ៉ាំយូរហើយខានយូរមែនតើហើយចេះតែនឹកឃើញធ្វើម្ហូបដែលធ្លាប់ញ៉ាំពីក្មេងមកហើយម្ហូបអស់នេះពីមុនមកគេដាក់តុកកាណោះឥឡូវដូចជាដែរងាយឃើញគេដាក់ទេហើយទាយើងនេះឆ្អិនបានល្មមប៉ុណ្ណឹងឯងចាប់ផ្ដើមយកមកដាក់តម្រៀបដើម្បីយកទៅចំហុយថ្ងៃនេះសូយបងប្អូនចំហុយចានដែកចឹងហើយយកទៅចាក់ចូលក្នុងចានកែវចាក់ដាក់ចានកែវយើងអាមូលហ្នឹងរួចរាល់ហើយកែវឡើងកម្រាស់ណានហើយថតអីរួចរាល់ហើយលើកយកទៅញ៉ាំបែកចានពីក្រែអស់ចានមួយហើយនៅភ័យទៀតណាញ៉ាំទាំងប្រយ័ត្នខ្លាចលោវាមានកំទេចកែវនៅក្នុងម្ហូបយើងតែអត់អីដែរអូយដល់ហើយនេះរួចហើយយកមកដាក់ចំហុយដាក់ទឹកឲ្យពុះសិនណាចាំលើកចំហុយ
អត់មានគម្របអីដាក់ត្រឹមត្រូវទេព្រោះគម្របរបស់គេហ្នឹងវាទាបដាក់ទៅអត់កើតទេអញ្ចឹងលៃលោកចាំគេឡើងផ្ទះទៀតហើយដាក់ចំហុយចោលទៅ1ម៉ោងឬក៏45នាទីអីតាមមានពេលហើយនេះងាកមកមើលទស្សនវិជ្ជាជុំវិញខ្លួនពីយប់ភ្លៀងខ្លាំងណានៅខាងបាត់ដំបងពីយប់ថ្ងៃ29ខ្ញុំថតហ្នឹងព្រឹកថ្ងៃ30ណាអីស្អាតណាស់ដល់ពេលភ្លៀងរួចចឹងយើងពីតិចទៅជុំឥឡូវត្រឡប់មកមើលទាយើងវិញកន្លងផុតទៅ40នាទីនេះឈ្ងុយណាស់បងប្អូនអើយពេលចំហុយនេះឈ្ងុយមែនតើឃើញគ្រឿងក្រៅដាក់ចំហុយចេះនឹកឃើញម្ដាយម៉ាក់ខ្ញុំក៏ចូលចិត្តចំហុយត្រីដំរីយើងប្រើគ្រឿងបែបហ្នឹងដែរប៉ុន្តែដោយសារពេលយើងប្រើជាមួយត្រីយើងថែមសៀងតិចទៀតទៅអូយឆ្ងាញ់ណាស់តែឥឡូវខ្ញុំមិនដែលឃើញសម្បោលត្រីដំរីមិនទេនៅផ្សារម៉ាក់ខ្ញុំកាលខ្ញុំនៅក្មេងៗឲ្យតែថាមានត្រីដំរីនឹងតែគាត់ចាត់ចែងធ្វើអាហ្នឹងឯងនេះគេពីកំរាស់ណានៃហើយអត់ស្មានថាវាឲ្យទៅជាផ្ទុះប្រេះជាពីប្រាក់ចានចោលទៅនៅជាមួយគ្នាយូរហើយ10ឆ្នាំអីហើយចានហ្នឹងរួចហើយពណ៌មិនសូវស្អាតទេបងប្អូនអើយតែរសជាតិខ្ញុំថាឆ្ងាញ់ណាអ្នកតែខ្ញុំក៏ថាឆ្ងាញ់ដែរព្រោះខ្ញុំធ្វើឲ្យគ្រឿងហ្នឹងវារៀងមានរសជាតិប្រៃតិចទៅហើយសាច់ទាសាបពេលញ៉ាំទៅក្របឆ្ងាញ់ណាស់